បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងនឹងធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តឧត្តរមានជ័យដែលមានចម្ងាយប្រហែលជា500គីឡូម៉ែត្រដោយប្រើប្រាស់នៅម៉ូតូ Yamaha PG1 របស់យើងអូខេម៉ូតូ Yamaha PG1 នេះវាជាម៉ូតូមួយដែលគេធ្វើមកសម្រាប់អ្នកធ្វើដំណើរអាចថាធ្វើដំណើរផ្លូវឆ្ងាយហើយនឹងជា off road អញ្ចឹងគឺអាចជិះផ្លូវឆ្ងាយបានខ្ញុំយកវាធ្វើដំណើរទៅខេត្តឧត្តរមានជ័យចំនួន2លើកហើយលើកនេះគឺលើកទី2ហើយខ្ញុំទៅខេត្តផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជាអញ្ចឹងលើកនេះយើងចេញពីភ្នំពេញទៅគឺម៉ោង5ព្រឹកហើយទៅបាយថ្ងៃប្រហែលជានៅស្គុនខេត្តកំពង់ចាមបងប្អូនអូខេឥឡូវយើងចាប់ផ្ដើមធ្វើដំណើរតាមផ្លូវជាតិលេខ6ចេញពីស្ពានជ្រោយចង្វាទៅហើយឆ្ពោះទៅទីប្រជុំជនស្គុននៅខេត្តកំពង់ចាមហើយវាជាគោលដៅទី1ដែលយើងនឹងទៅបាយព្រឹកនៅទីនោះហើយឥឡូវចាប់ផ្ដើមភ្លឺស្រឿងហើយមានបងប្អូនយើងធ្វើដំណើរចេញទៅបដាហើយពីព្រោះពេលដែលខ្ញុំកំពុងធ្វើដំណើរនេះគឺនៅរដូវកាលចូលឆ្នាំខ្មែរឆ្នាំ2025បងប្អូនបាទនិយាយទៅវីដេអូនេះគឺថតតាំងពីចូលឆ្នាំមកម្លេះមានន័យថាខ្ញុំទៅលេងនៅស្រុកកំណើតនៅឱកាសបុណ្យចូលឆ្នាំខ្មែរយើងហ្នឹងហើយក៏ទៅតែមានពេលគ្រប់គ្រាន់ដើម្បីកាត់តជូនបងប្អូនទស្សនាហើយពេលដែលជិះទៅហ្នឹងគឺមានបងប្អូនយើងដែលគាត់អ្នកស្រឡាញ់ការជិះកង់កំពុងតែជិះទៅដែរហើយប៉ុន្តែខ្ញុំមិនច្បាស់ថាគាត់ទៅណាទេប៉ុន្តែពួកគាត់ជិះបានលឿនមែនតើព្រោះម៉ូតូខ្ញុំជិះកង់តប្រហែលជា50ហើយវ៉ាពួកគាត់ចង់ដាច់ទេអញ្ចឹងប្រហែលជាខ្ទង់គាត់ជិះហ្នឹងគឺអាច40ជាងទៅ50ដែរពួកគាត់ជិះបានលឿនមែនតើហើយខ្ញុំសរសើរពួកគាត់ដែលគាត់ស្រឡាញ់ការជិះកង់ហើយក៏ពិតខ្ញុំក៏ស្រឡាញ់ការជិះកង់ដែរប៉ុន្តែដោយសារតែគោលដៅដែលខ្ញុំត្រូវទៅហ្នឹងគឺឆ្ងាយមែនតើអញ្ចឹងខ្ញុំប្រហែលជាមិនអាចជិះកង់បានទេព្រោះដោយសារតែពេលវេលារបស់យើងក៏វាតិចដែរអញ្ចឹងមានតែជិះម៉ូតូហើយខ្ញុំស្រឡាញ់ការជិះម៉ូតូមែនតើបងប្អូនការជិះម៉ូតូវាអាចថាយើងទទួលអារម្មណ៍មួយដែលខុសពីការជិះឡានមិនមែនមានន័យថាយើងជិះឡានអត់សប្បាយទេបងប្អូនជិះឡានគឺវាសុវត្ថិភាពជាងយើងទទួលស្គាល់ទាំងអស់គ្នាប៉ុន្តែការជិះម៉ូតូវាធ្វើឲ្យយើងទទួលនៅអារម្មណ៍មួយដោយសារតែយើងបានប៉ះជាមួយនឹងខ្យល់យើងបានមើលទេសភាពជុំវិញផ្លូវអញ្ចឹងវាធ្វើឲ្យយើងទទួលបាននៅអារម្មណ៍មួយដែលពិសេសហើយវាក៏ជាមូលហេតុមួយដែលធ្វើខ្ញុំចូលចិត្តការជិះម៉ូតូដែរវាស្រស់ស្រាយបងប្អូនជិះម៉ូតូគឺស្រស់ស្រាយហើយការជិះម៉ូតូដោយសារតែម៉ូតូខ្ញុំនេះគឺ Yamaha PG1 នេះម៉ាស៊ីនមកវាគឺ 115cc ទេបងប្អូនអញ្ចឹងយើងមិនអាចជិះលឿនបានទេអញ្ចឹងលឿនដែលសុវត្ថិភាពហ្នឹងគឺ60គីឡូម៉ែត្រទៅ70គីឡូម៉ែត្រក្នុង1ម៉ោងហ្នឹងគឺជាលឿនដែលសុវត្ថិភាពសម្រាប់ម៉ូតូនេះហើយព្រោះម៉ាស៊ីនវាទូចបងប្អូន 115cc អញ្ចឹងលឿនប៉ុណ្ណឹងគឺជាលឿនដែលសុវត្ថិភាពហើយកាលណាយើងជិះលឿនពេកវាធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងរោខ្លាំងហើយនឹងប្រព័ន្ធប្រាំងមកវាក៏អាចនឹងពិបាកក្នុងការចាប់បញ្ឈប់ម៉ូតូហ្នឹងកាលណាយើងមានឧបសគ្គទៅការចាប់ជាបន្ទាន់អីវាអាចនឹងបើសិនជាយើងជិះលឿនខ្លាំងពេកអញ្ចឹងវាអាចនឹងពិបាកក្នុងការចាប់បញ្ឈប់ម៉ូតូរបស់យើងណាអញ្ចឹងល្បឿន60ទៅ70គឺជាល្បឿនសុវត្ថិភាពសម្រាប់ម៉ូតូនេះហើយនេះជាបទពិសោធន៍ដែលខ្ញុំជិះកន្លងមកបងប្អូនខ្ញុំជិះច្រើនមែនតើទៅឧត្តរមានជ័យផងទៅសៀមរាបផងទៅកំពង់ធំផងទៅកំពតកោះកុងកែបហើយនៅតែខាងមណ្ឌលគិរីទេដែលមិនទាន់ទៅអញ្ចឹងសង្ឃឹមតាមនឹងមានឱកាសទៅឆាប់នេះចុះតាមជាមួយនឹងម៉ូតូ Yamaha PG1 របស់យើងអូខេអញ្ចឹងខ្ញុំនឹងថតទេសភាពតាមផ្លូវរហូតដល់មានជ័យតែម្ដងអូខេឥឡូវមកបាយនៅស្គុន
lần này cái hào một lục miệng chẳng đang rút chuyện mấy cái bà sụt đây bằng bộ nó nè lời những bài bật hơi ấy chẳng tranh bị skun skun cứ chỉ ti bị chôm chân mũi nào sọc chân prey khai cái bông chàmแต่เรายังบานฉลองพอดสกุลấy chỗ đóตึกđâyในขาดกับพงทมจังมาปนเกยไปได้มาดอตึกđâyขาดกับพงทมคือเกมีนตรงจิตให้หนึ่งประกอบเพลิงสองข้างเพลิงคือแอมเมนเทนยมทั่วดำนาจะได้อันขาดได้เกยท่าขาดกับพงทมนี่คือมีนประกอบเพลิงบ่มเพลิงเพลิงน้องจะได้มาปนจังตั้งปีฉลองพอดปีกับพงจ้ำโจตึกดอตึกใดกับพงทมนั่นคือมีนประกอบเพลิงโฮไฮและโฮจังเตอโอเคจังเคยมีนประกอบเพลิงให้นังดองตรงจิตใจปีกับพงแชมtớiยังดอสระมวยในค่ายกับพงทมนั่นสระมนเก๋คือสระต่างกกจังที่ติดดอตีรวมสระไอ้โอเคจังจุกนี้ตามเพลิงต่อติดmày gái ơi chim rạ đo tặng cục mình tôi cứ nó ba giờ người từ từ bây giờ nhà nơi một khung tria sọc tặng cục hai cục cũng không là bạn ba là dân tranh đầm nào thì đấy tranh pi tăng cô tới dân cho sọc mùi tiếtในค่ายกับพงทมนั่นคือสระบารายจังประตอบปีเจนปีบารายแต่ยังตะดอสระสันตกประตอบปีเจนปีสันตกให้ยังตะดอกรองสตังไซน์จังตีลงค่ายกับพงทมให้เจนปีตีลงค่ายกับพงทมนั่นตะดอสระมวยtiếtคือสระกับพงสวายtrên pi cái bóng xoay tới tiết từ đó stone trên pi stone tới bàn từ đó xiêm riệp đại dương từ đó muốn kế nó cứ sọc chỉ cái hay từ đó bị long chỉ cái tới dương từ đó rồi thì sọc sốt đi cung hơi từ đó sọc sạt bảo con hay sọc sạt bảo con hay bàn từ đó cái đồng xiêm riệp bằng vốnจะร้านสร็อกเมนเทนให้เจนปีกรงซีเรียมtới bạn em từ sọc cắt sọcประเทศไทยcắt sọcประเทศไทยเจนสร็อกประเทศไทยtới bạn đo sọc mũi tiếtชั่วโมงสร็อกวารันในค่ายซีเรียมเจนปีสร็อกวารันในค่ายซีเรียมbạn từ đóสร็อกลงเวในค่ายดอเมนเจให้เจนปีสร็อกลงเวbạn từ đóสร็อกตัวเปลี่ยนภาษาได้เจสร็อกกำนัดบ่ยงจังช่างง่ายเมนเทนบอกก่อนนี่เดี๋ยวมาได้จอนปลาโอเคแล้วយើងមកដល់ទីរំខេត្តកំពង់ធំហើយបងប្អូនអញ្ចឹងមិនយើងឃើញហើយគឺដំរីចន់ខ្លាអាចថាផ្លូវស្រួលដែរបងប្អូនផ្លូវជាលេខ6ថ្មីត្បិតតែផ្លូវមិនសូវធំប្រហែលប៉ុន្តែផ្លូវស្រួលជិះដោយសារតែផ្លូវមកតាមផ្លូវហ្នឹងគេធ្វើផ្ទះនៅឆ្ងាយពីផ្លូវ
ចឹងយើងស្រួលជិះដែរបងប្អូនយ៉ាងទៀតអត់សូវមានឡានដឹកទំនិញអីច្រើនទេផ្លូវជាតិលេខ6នេះនោះពីច្រើនឡានបែបជាឡានគ្រួសារអញ្ចឹងណាគេជិះពីភ្នំពេញទៅសៀមរាបអីអញ្ចឹងទៅហើយនឹងតាក់ស៊ីប្រភេទឡានតូចៗល្មមទេអត់មានឡានដឹកទំនិញកុងតឺន័រធំប្រហែលទេផ្លូវជាតិលេខ6នេះនោះហើយឥឡូវយើងមកដល់កំពង់ធំហើយចឹងខ្ញុំនឹងថតទស្សនភាពនៅខេត្តកំពង់ធំជូនបងប្អូនទស្សនាបាទឥឡូវយើងចេញពីទីរួមខេត្តកំពង់ធំហើយឆ្ពោះទៅសៀមរាបបងប្អូនតាមផ្លូវជាតិលេខ6ដដែលទេប៉ុន្តែគាត់ថាចេញពីកំពង់ធំមកឲ្យមានផ្លូវបែកទៅព្រះវិហារមួយផ្លូវបែកមកសៀមរាបមួយអញ្ចឹងយើងមកផ្លូវធំផ្លូវលេខ6ហ្នឹងគឺមកសៀមរាបហើយចេញទៅគឺទៅដល់ខាងមុខហ្នឹងគឺស្រុកកំពង់ស្វាយហើយទីរួមស្រុកកំពង់ស្វាយហ្នឹងនៅម្ដុំហ្នឹងគេហៅព្រៃប្រោះអញ្ចឹងទៅរកបាយនៅព្រៃប្រោះហើយចាប់ពីផ្លូវនេះទៅអត់សូវមានបន្ទប់ទឹកទេអញ្ចឹងរៀងពិបាកតិចសម្រាប់អ្នកណាត្រូវការបន្ទប់ទឹកអីអត់សូវមានទេចេញពីកំពង់ធំនេះបាទចេញពីទីរួមស្រុកកំពង់ធំហ្នឹងទៅទីរួមខេត្តកំពង់ធំហ្នឹងទៅគឺរៀងស្ងាត់ដែរបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំបែរទៅរកបាយនៅព្រៃប្រោះហើយអូខេជួបគ្នានៅព្រៃប្រោះបាទឥឡូវអត់បានបាយនៅព្រៃប្រោះវិញទេព្រោះអត់សូវហេវព្រោះដោយសារតែយើងបាយនៅស្គុននឹងច្រើនគួរសមដែរហើយអញ្ចឹងទៅក៏មកដល់ព្រៃប្រោះជជែកគ្នាថាអត់តាន់ហូបបាយនៅព្រៃប្រោះនឹងទេចាំទៅជិះឲ្យលឿនបន្តិចចាំទៅបាយនៅសៀមរាបតែម្ដងព្រោះខ្ញុំជិះទៅនេះគឺឈានចូលសៀមរាបគេនៅនឹងមួយយប់ហើយបានបន្តដំណើរទៅក៏ដល់មានជ័យទៅលេងអង្គរមួយយប់អញ្ចឹងបញ្ញាប់ជិះឲ្យលឿនដើម្បីទៅញ៉ាំបាយនៅសៀមរាបតែម្ដងអូខេចឹងឥឡូវនេះគឺនៅស្រុកស្ទងចឹងចេញពីកំពង់ស្វាយព្រៃប្រោះនឹងមកគឺស្រុកស្ទងចឹងស្រុកស្ទងនេះគឺជាស្រុកធំមួយនៅខេត្តកំពង់ធំហើយផុតពីស្រុកស្ទងហ្នឹងទៅគឺយើងទៅដល់ឆ្លងចូលខេត្តសៀមរាបហើយគឺស្រុកដំបូងគេហ្នឹងគឺស្រុកជីក្រែងខេត្តសៀមរាបអូខេចឹងស្រុកជីក្រែងហ្នឹងគេមានឃុំដ៏ល្បីមួយគឺឃុំកំពង់ក្ដីបាទចឹងកំពង់ក្ដីហ្នឹងគឺនៅក្នុងស្រុកជីក្រែងហ្នឹងឯងអូខេចឹងជួបគ្នានៅតាមផ្លូវបន្តទៀតរកកន្លែងសម្រាប់មួយសិនមើលអត់ឃើញថតគុណភាពពូគេសម្រាប់ទីសម្រាប់លើកទីម៉ានដឹងម៉ានជាឈប់ដៅលើក្តៅជីលេងមើលមិញសល់88គីឡូម៉ែត្របានដល់សៀមរាប88ដល់កំពង់ក្ដីអូខេឥឡូវយើងចេញពីកំពង់ក្ដីហើយផុតពីកំពង់ក្ដីមកឥឡូវមកដល់ផ្សារកាឡាននៅខេត្តសៀមរាបហើយខែនេះក្តៅមែនទែនបងប្អូនខែចូលឆ្នាំអ
ចឹងក្តៅមកហ្នឹងគឺពេញម្ដងក្តៅចឹងខ្ញុំអត់សូវបានថតច្រើនប្រហែលនេះតាមផ្លូវនេះព្រោះវាក្តៅខ្លាំងពេកចឹងបញ្ញាប់ជិះដើម្បីទៅដល់សៀមរាបបានសម្រាប់អូខេចឹងឥឡូវជួបគ្នានៅក្រុងសៀមរាបតែម្ដងទៅបងប្អូនមកដល់វត្តគោអូខេឥឡូវយើងមកដល់ក្រុងសៀមរាបហើយបងប្អូនចឹងជិះមករកកន្លែងគេងនៅម្ដុំចិត្តគេហៅ Pub Street ហ្នឹងរកកន្លែងគេងនៅម្ដុំហ្នឹងហើយយើងដាក់អីវ៉ាន់ហើយបានជិះចេញទៅទស្សនាប្រាសាទអង្គរវត្តរបស់យើងអូខេអញ្ចឹងហ្នឹងហើយកំពុងតែជិះទៅរកកន្លែងគេងកក់ដូចជាកក់កន្លែងគេងនៅតាម app យើងកក់តាម app Agoda ចឹងកក់ទៅក៏រកទីតាំងបាននៅចិត្តម្ដុំ Pub Street ហ្នឹងហើយប្រហែលជាចូល Pub Street បន្តិចផងមិនដឹងតែចាំមើលជាក់ស្ដែងព្រោះអាចអត់មានកម្លាំងទេព្រោះយើងជិះម៉ូតូឆ្ងាយដែរបងប្អូនហើយវាក្តៅអញ្ចឹងល្វើយហើយម្យ៉ាងទៀតខែនេះបងប្អូនអើយនៅក្នុងក្រុងនេះមកដល់គឺដូចគេស្រោយើងក្តៅខ្លាំងហ្នឹងហើយអូខេខ្ញុំទៅរកកន្លែងដាក់អីវ៉ាន់ហើយបានជិះទៅទស្សនាប្រាសាទអង្គរវត្តហើយខ្ញុំនឹងថតទស្សនវិជ្ជាតាមផ្លូវទៅជូនបងប្អូនទស្សនាផងដែរ đôi mốc đến kia các bạn là teo giật ốc á không mọi ốcលើបន្ទាប់ពីយើងទុកដាក់អីវ៉ាន់នៅក្នុងកន្លែងគេងហើយចឹងយើងក៏ធ្វើដំណើរទៅទស្សនាប្រាសាទអង្គរវត្តចឹងចាប់ផ្ដើមទៅជាក់ស្រួលហើយបងប្អូនព្រោះមុនហ្នឹងនៅក្នុងក្រុងរៀងក្តៅប៉ុន្តែនៅតាមផ្លូវទៅប្រាសាទហ្នឹងគឺមានដើមឈើព័ទ្ធជុំវិញច្រើនចឹង
វាមានអារម្មណ៍ថាយើងតិចបដាហើយបងប្អូនអញ្ចឹងតំបន់អង្គរនេះទោះបីជាខែណាក៏ដោយខែប្រាំងខាងក្រៅក្តៅប៉ុណ្ណាក៏ដោយតែយើងចូលមកតំបន់អង្គរគឺវាមានព្រៃឈើមានអីចឹងទៅគឺតិចបងប្អូនតិចស្រួលអូខេអញ្ចឹងបងប្អូនយើងក៏ធ្វើដំណើរទៅលេងបដាព្រោះខែនេះខែចូលឆ្នាំអញ្ចឹងអាចយ៉ាងស្មើនេះគឺចាប់ផ្ដើមមានអ្នកទៅហើយព្រោះចាប់ផ្ដើមទៅជាហើយអូខេអញ្ចឹងរីករាយជាមួយនឹងទស្សនីយភាពតាមផ្លូវទៅអង្គរទាំងអស់គ្នាអូខេឥឡូវការរងចាំរបស់យើងបានមកដល់ហើយមុននឹងអត់បានចូលអង្គរតូចទេដោយសារតែយើងល្ងាចដែរហើយអញ្ចឹងក៏ជិះឆ្វែលមកជុំអញ្ចឹងនៅខាងមុខនោះបងប្អូនឃើញហើយបាទគឺខ្លោងទ្វារប្រាសាទបាយ័នកន្លែងហ្នឹងគឺគេថតរូបច្រើនមែនតើអូខេស្អាតណាស់បងប្អូនអញ្ចឹងអត់ឲ្យរំលងទេរកកន្លែងឈប់ថតរូបដែរសិនបងប្អូនព្រោះកន្លែងនេះគឺស្អាតមកធ្វើមិនកុំឲ្យរំលងថតរូបស្អាតមែនទែនកន្លែងនេះបាទឈប់ថតរូបមួយសិនយក Yamaha PG1 មកលេងក៏ហើយតាមដែរភ្លៀងហ្នឹងនេះនេះថតអូខេឥឡូវយើងបន្តដំណើរទៅមុខទៀតហើយអញ្ចឹងដោយបងប្អូនឃើញនៅខាងមុខនោះគឺប្រាសាទបាយ័នឬក៏ប្រាសាទអង្គរធំស្អាតមែនទែនទោះបីជាខែនេះខែប្រាំងក៏ដោយក៏ទេសភាពនៅតែខៀវនៅតែត្រជាក់បងប្អូនស្អាតជិះឆ្វែលប្រាសាទបាយ័នមកជុំសិនតែអត់នេះគឺជាទស្សនវិជ្ជានៅទីលានជលដំរីបងប្អូនអញ្ចឹងស្ដាំដៃហ្នឹង
ទីលានជនដំរីហើយឆ្វេងដៃគឺប្រាសាទគេហៅប្រាសាទនាង12ចឹងទេសភាពពេលល្ងាចបងប្អូនគឺរៀងត្រជាក់ហើយស្អាតដូចបងប្អូនឃើញអញ្ចឹងគឺទេសភាពមកគឺថាអង្គរវត្តតំបន់អង្គរនេះគឺថាមិនធុញទេអញ្ចឹងមកម្ដងហើយគឺចង់មកម្ដងទៀតអូខេឃើញមានបងប្អូនយើងហោហែរហូតអញ្ចឹងស្មើហ្នឹងគឺឃើញមានជិះម៉ូតូឡានហោហែរហូតពូតំបន់អង្គរនេះគឺមិនស្ងាត់ទេបងប្អូនព្រោះមកហ្នឹងគឺថា fresh អែមស្អាតអូខេចឹងខ្ញុំត្រឡប់ទៅរកអីហូបពេលល្ងាចសិនចឹងជួបគ្នាកន្លែងហូបអីមើលមនុស្សគេសិនអុយសិនប្រូដាក់អីហូបសិនគេមកអានអានេះប្រហុកមែនចៅថតអញ្ចឹងទៅជ្រុកជួបភាសាអាហ្នឹងម៉ានលុំមិនអានោះមកចកា10000ខ្ញុំចាប់5000អូនតែមានមានលុបថាមកឲ្យអូនមានអូអញ្ចឹងយកហ្នឹងចាអានេះមានជ្រុកមួយអីបើមាន7មានកោះកុងជាង17កាយមិនឲ្យណែថ្លៃ5000ហ្នឹងមិញអ៊ំបាញ់តែមកទិញមិញអានេះណាគឺមានជួយយកអីទៅមកតែអីអត់នេះមកហូបយើងមានប្រហុកមកហូបមកអីនេះហើយមកខ្នប់ហូបមកខ្នប់ហើយនឹងស្លាបមាន់អាំងទឹកជ្រលក់អីគេហើយកកកងហើយនឹងទឹកបើហើយបាយក៏សម្រាប់លក់នេះប៉ុណ្ណេះបាទសួស្តីបងប្អូនអរគ្នាបន្ទាប់ពីបាយហើយល្ងិតល្មមអញ្ចឹងនេះពេលរាត្រីនៅអង្គរវត្តហើយទិដ្ឋភាពគឺអត់ស្ងាត់ទេនៅតែមានបងប្អូនយើងជិះទៅមកតែពីច្រើនទៅវិញហើយយើងចេញទៅវិញហើយអូខេអញ្ចឹងវីដេអូនេះគឺសូមបញ្ចប់ត្រឹមហ្នឹងហើយព្រោះវែងពេកទៅសម្រាប់សិនស្អែកបានចេញដំណើរទៅដល់មានជ័យបន្តទៀតព្រោះលើកនេះចែកចេញជា2វគ្គហើយមកភ្នំពេញទៅសៀមរាបហើយបានចេញពីសៀមរាបទៅដល់មានជ័យអញ្ចឹងជួបគ្នានៅភាគ2មួយទៀតចេញពីសៀមរាបទៅដល់មានជ័យហើយភាគ2ខ្ញុំនឹងចូលលេងប្រាសាទប្រទេសស្រីដើម្បីថតជូនបងប្អូនទស្សនាអូខេអញ្ចឹងជួបគ្នាភាគ2បាទជម្រាបលា